លោក John Williams ប្រធានធនាគារកណ្ដាលនៃទីក្រុងញូវយ៉កបាននិយាយកាលពីថ្ងៃច័ន្ទថាគោលនយោបាយរូបិយវត្ថុគឺមានទីតាំងល្អសម្រាប់អ្វីដែលសេដ្ឋកិច្ចអាចនឹងធ្វើនៅឆ្នាំនេះខណៈដែលលោកបានទទួលស្គាល់ថាមានហានិភ័យដែលអតិផរណាអាចឡើងកម្ដៅម្ដងទៀតលោក John Williams បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Yahoo Finance ថាគោលនយោបាយរូបិយវត្ថុមានការរឹតបន្តឹងកម្រិតមធ្យមជាមួយនឹងការកំណត់អត្រាការប្រាក់បច្ចុប្បន្នដាក់សម្ពាធធ្លាក់ចុះលើអតិផរណាធនាគារកណ្ដាលប្រឈមមុខនឹងភាពមិនច្បាស់លាស់ជាច្រើននៅពេលខាងមុខនៅពេលដែលប្រធានាធិបតីដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មថ្មីរបស់គាត់លោក Thomas Balkin ប្រធានធនាគារ Richmond Fed ដែលនិយាយដាច់ដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC បាននិយាយថាពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់ណាមួយនឹងអាស្រ័យលើអ្វីដែលកើតឡើងជាមួយនឹងអតិផរណាគាត់បានកត់សម្គាល់ថាខណៈពេលដែលគាត់មានការព្រួយបារម្ភថាពន្ធគយរបស់រដ្ឋបាល Trump នឹងជំរុញឲ្យតម្លៃឡើងហើយគាត់ក៏ព្រួយបារម្ភផងដែរដែលការយកពន្ធអាចប៉ះពាល់ដល់ទីផ្សារការងារ